រុស្ស៊ីត្រៀមចរចាដោយគ្មានលក្ខខណ្ឌអ្វីណាជាមុនឡើយយើងស្នើឲ្យចាប់ផ្ដើមកិច្ចចរចាតាំងពីថ្ងៃព្រហស្បតិ៍ទី15ឧសភាខាងមុខនៅក្រុងអ៊ីស្តង់ប៊ូលប្រទេសតួគីលោកពូទីនថ្លែងទៅកាន់ក្រុមអ្នកកាសែតដោយមានទាំងតំណាងរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ចូលរួមផងនាពេលយប់ទៅហើយក្នុងវិមានក្រែមឡាំងចៅវាយវិមានក្រែមឡាំងថែមទាំងនិមិត្តថាគាត់នឹងសន្ទនាក្នុងប៉ុន្មានម៉ោងទៀតជាមួយលោកប្រធានាធិបតីតួគីរ៉េសេបតាយីបអ៊ែរដូហ្គាន់ជាការកត់សម្គាល់មេដឹកនាំតួគីដែលតែងមានទំនាក់ទំនងជារឿយៗជាមួយសមាភិករុស្ស៊ីធ្លាប់បានស្នើជាច្រើនលើកទៅហើយទទួលនៅលើដីតួគីកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនតួគីដែលជាសមាជិកអូតុងបានដើរតួក្នុងឆ្នាំ2022ជាអន្តរការីរវាងភាគីបដិបត្តិទាំងពីរសម្ដៅចុះជាកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញនៅផលធញ្ញជាតិខ្លួនតាមសមុទ្រខ្មៅដែលក្រោយមកបិទគប់ទៅដោយរុស្ស៊ីលោកពូទីនមិនបដិសេធឡើយថាគំនិតស្ដីពីបទឈប់បាញ់អាចទទួលការពិភាក្សានាកិច្ចចរចាជាមួយក្រុងគៀវប៉ុន្តែគាត់គូបញ្ជាក់ថារាល់ការពិភាក្សាត្រូវតែគិតគិតអំពីមូលហេតុបឋមដែលបង្កឲ្យមានផ្ទុះឡើងជាចំនួននេះចំនួនដែលគាត់ចាត់ទុកជាសង្គ្រាមថ្មីបើនិយមន័យនេះត្រូវបានច្រានចោលដោយអាជ្ញាធររុស្ស៊ីក៏ដោយក្នុងទស្សនវិស័យប្រវត្តិសាស្ត្រម៉ូស្គូបានដោះសារការវាយលុកទ្រង់ទ្រាយធំចូលអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ2022ទៅដោយទល់ហេកដើម្បីកំចាត់លទ្ធិណាស៊ីនៅអ៊ុយក្រែនលុះទាល់តែកងទ័ពរុស្ស៊ីកាន់កាប់បានប្រមាណ 20% នៃដែនដីអ៊ុយក្រែននឹងទៅដោយទល់ហេកប្រឆាំងនឹងការដែលអ៊ុយក្រែនចងសម្ព័ន្ធជាមួយបច្ចិមលោកនិងអូតុងនៅគៀកជាប់នឹងព្រំដែនរុស្ស៊ីតែម្ដងសំណើលោកពូទីនអាចលេចចេញជាថ្ងៃមួយដ៏ល្អត្រចះត្រចង់សម្រាប់រុស្ស៊ីនិងអ៊ុយក្រែនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានសរសេរលើទំព័រក្នុងបណ្ដាញសង្គម Thread Social ព្រឹកថ្ងៃអាទិត្យទី11ឧសភាចំណែកលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងថ្ងៃអាទិត្យដែរថ្លែងថាតាមយោបល់គាត់រុស្ស៊ីចាប់គិតគូរអំពីការបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប៉ុន្តែរុស្ស៊ីមុនដំបូងត្រូវធានាគោរពបទឈប់បាញ់សិនរីឯប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងចាត់ទុកសំណើលោកពូទីនថាគ្រាន់តែជាជំហានទី1ដែលមិនទាន់គ្រប់គ្រាន់ទេត្បិតគោលដៅគឺដើម្បីឲ្យរុស្ស៊ីចំណេញពេលប៉ុណ្ណោះថ្ងៃសៅរ៍ទី10ឧសភាអ៊ុយក្រែនបណ្ដាសម្ព័ន្ធមិត្តអ៊ុយក្រែននៅអឺរ៉ុបមានអាមេរិកសាមគ្គីជាមួយផងបានបញ្ជូនអសន្និវត្តមកម៉ូស្គូឲ្យទទួលយកទៅបទឈប់បាញ់ទាំងស្រុងនិងដោយគ្មានលក្ខខណ្ឌរយៈពេល30ថ្ងៃគិតចាប់តាំងពីថ្ងៃច័ន្ទទី12ឧសភាទៅពុំនោះសោតរុស្ស៊ីនឹងរងទណ្ឌកម្មថ្មីសែនធ្ងន់ធ្ងរលោកសេរីមយើងឃើញថាពន្លឺនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនគឺបានចាប់ផ្ដើមហើយបន្ទាប់ពីភាគីទាំងពីរបានប្រកាសពីគម្រោងនៃការជួបចរចាគ្នារវាងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មរបស់ប្រទេសទាំងពីរគឺសហរដ្ឋអាមេរិកនិងចិននៅប្រទេសស្វីសនៅចុងសប្តាហ៍នេះកន្លងទៅគេឃើញអំពីការប្រកាន់ជំហររឹងត្អឹងរៀងៗខ្លួនជាមួយនឹងការដំឡើងពន្ធសងសឹកគ្នាប៉ុន្តែមិនទាន់សម្រាប់ថានឹងចរចាទេប៉ុន្តែមកដល់ពេលនេះថាតើអ្វីដែលជំរុញឲ្យភាគីទាំងពីរចូលទៅកាន់តុចរចាជាលើកដំបូងនេះបាទចំណុចសំខាន់កត្តាសំខាន់ដែលនាំឲ្យភាគីទាំងពីរចូលតុចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងខាងផ្នែកពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិកនេះគឺមានពី3កត្តាឯណោះកត្តាទី1ដោយសារតែភាគីទាំងពីរទាំងភាគីចិននិងសហរដ្ឋអាមេរិកនេះគឺមិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធពីគ្នាទៅវិញទៅមកក្នុងអត្រាខ្ពស់ទេពីព្រោះការយកពន្ធនាំចូលពីគ្នាទៅវិញទៅមកនេះវានាំឲ្យប៉ះពាល់ទាំងសងខាងខណៈដែលនៅពេលបច្ចុប្បន្ននេះចិនបានដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិកក្នុងអត្រា 125% ហើយចំពោះសហរដ្ឋអាមេរិកវិញបានដំឡើងពន្ធនាំចូលពីប្រទេសចិនក្នុងអត្រាពន្ធ 145% ហើយចំពោះទំនិញខ្លះនោះដល់ 245%ដូច្នេះភាគីទាំងពីរទាំងចិនទាំងសហរដ្ឋអាមេរិកនេះក៏មិនចង់ឲ្យមានភាពតានតឹងខ្លាំងផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរដែរដោយសារតែបើកាលណាមានភាពតានតឹងខ្លាំងខាងផ្នែកពាណិជ្ជកម្ម
នោះវាធ្វើឲ្យប៉ះពាល់ដល់ប្រទេសទាំងពីរជាពិសេសឲ្យប៉ះពាល់ខាងផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរតែម្ដងនេះជាចំណុចមួយទៀតដោយសារតែភាគីទាំងពីរគិតថាបើសិនជាសហរដ្ឋអាមេរិកនិងចិនមិនបាននិយាយគ្នាទេហើយបណ្ដោយទុកឲ្យនៅភាពតានតឹងខាងផ្នែកពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធនាំចូលពីគ្នាទៅវិញទៅមកបែបនេះនោះភាពតានតឹងវារឹតតែតឹងខ្លាំងទៅទៀតដោយមិនមានភាពធូរស្រាលទេអញ្ចឹងហើយគឺមានតែការជួបចរចាពិភាក្សាគ្នានេះឯងដែលអាចបន្ធូរបន្ថយភាពតានតឹងបាននេះជាចំណុចទី2ហើយចំពោះចំណុចទី3វិញការរឹងត្អឹងបង្ហាញពីអនុត្តរភាពអួតអាងខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ទៅដល់ប្រទេសដទៃទៀតហើយក៏វាធ្វើឲ្យប៉ះពាល់ទៅដល់កិត្យានុភាពនៃប្រទេសទាំងពីរដោយសារតែនៅពេលបច្ចុប្បន្ននេះអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោករួមទាំងនៅសហរដ្ឋអាមេរិកផងទៀតថាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិកនេះគឺវាមិនបានផលដល់ប្រទេសទាំងពីរទេហើយប្រទេសទាំងពីរនេះគឺអត់គ្នាមិនបានទេចិនខ្វះសហរដ្ឋអាមេរិកក្នុងការធ្វើពាណិជ្ជកម្មក៏មិនបានសហរដ្ឋអាមេរិកខ្វះចិនក្នុងការធ្វើពាណិជ្ជកម្មក៏មិនបានដោយសារតែចិនមានទីផ្សារធំគឺសហរដ្ឋអាមេរិកតែសហរដ្ឋអាមេរិកមានផលិតផលប្រើប្រាស់នៅក្នុងស្រុកច្រើនក៏ដោយសារតែការនាំចូលពីចិនដូច្នេះពីរនាក់នេះគឺពឹងគ្នាទៅវិញទៅមកខាងផ្នែកពាណិជ្ជកម្មអត់គ្នាអត់បានទេមិនមែនមិនបានសោះទេប៉ុន្តែបើកាលណាកាត់ផ្ដាច់ពាណិជ្ជកម្មរវាងចិននិងអាមេរិកនេះគឺធ្វើឲ្យមានផលប៉ះពាល់នៃប្រទេសទាំងពីរអញ្ចឹងហើយទាំង3ចំណុចនេះជាកត្តាធំសំខាន់ដែលនាំឲ្យភាគីទាំងពីរឈានទៅរកការជួបចរចាគ្នាដោយផ្ទាល់ដែលនឹងត្រូវធ្វើឡើងរយៈពេល2ថ្ងៃគឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅប្រទេសស្វីសតែម្ដងបាទមើលជារួមយើងឃើញថាបញ្ហានៃការដំឡើងពន្ធរវាងប្រទេសទាំងពីរគឺមានភាពស្មុគស្មាញមានមុខទំនិញជាច្រើនហើយក៏មានមុខទំនិញជាក់លាក់មួយចំនួនទៀតដែលត្រូវមានការបែងចែកកម្រិតនៃការដំឡើងពន្ធនេះផងដែរតែសិតសឹងតែជាកម្រិតនៃការខ្ពស់បំផុតផងដែរលោកស្រីថាតើគេរំពឹងថាបញ្ហាឬក៏ចំណុចជាអត្ថភាពអ្វីខ្លះដែលមន្ត្រីទាំងពីរសហរដ្ឋអាមេរិកនិងចិននឹងលើកយកទៅដាក់ទៅលើតុចរចាលើកដំបូងនេះសម្រាប់ប្រទេសទាំងពីរនោះបាទចំពោះចំណុចដែលប្រទេសទាំងពីរដែលត្រូវពិភាក្សាគ្នានេះមិនត្រូវបានបង្ហាញជារបៀបវិរៈមិនត្រូវបង្ហាញជាលិះថាតើត្រូវពិភាក្សាគ្នារឿងអីនោះទេពីព្រោះភាគីចិនក៏មិនបង្ហាញខាងសហរដ្ឋអាមេរិកក៏មិនបង្ហាញតែគ្រាន់តែគេកត់សម្គាល់ឃើញថាចំណុចទី1គឺខាងប្រទេសចិនពិតជាទាមទារឲ្យសហរដ្ឋអាមេរិកកាត់បន្ថយអត្រាពន្ធនាំចូលនេះជាគោលដៅរបស់ប្រទេសចិនហើយមិនតែប៉ុណ្ណោះទេចិនបានប្រកាសញឹកញាប់ហើយថាសង្គ្រាមពាណិជ្ជកម្មគឺវាកើតឡើងដោយសារសហរដ្ឋអាមេរិកប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំគឺជាអ្នកបំផុសឲ្យមានសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធពីប្រទេសចិនដូច្នេះចិនទាមទារឲ្យសហរដ្ឋអាមេរិកនឹងកាត់អត្រាពន្ធឲ្យនៅទាបបំផុតឬក៏អាចយកពន្ធតាមកាតព្វកិច្ចធម្មតាដោយមិនមានពន្ធបដិការទេនេះជារឿងមួយដែលចិនត្រូវពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិកហើយចំពោះសហរដ្ឋអាមេរិកវិញក៏ដូចគ្នាដែរគឺទាមទារឲ្យចិនសម្រួលសេរីជីងនៃពាណិជ្ជកម្មដែលមានឱនភាពជាមួយនឹងប្រទេសចិនពីព្រោះពាណិជ្ជកម្មឱនភាពពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកនេះវាមានលក្ខណៈធ្ងន់ធ្ងរគួរសមដែរដោយសារតែចិននាំចេញទំនិញនានាទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណជាង$500,000 លានក្នុងមួយឆ្នាំមានន័យមួយឆ្នាំគឺចិននាំចេញទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណជាង$500,000 លានតែសហរដ្ឋអាមេរិកនាំចេញទំនិញនានាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិនវិញគឺមានក្នុងប្រមាណទឹកប្រាក់ប្រមាណជាង$100,000 លានប៉ុន្តែឥឡូវឡើងដល់ជាង$200,000 លានហើយទោះបីជាជាង$200,000 លានក៏នៅតែមានឱនភាពដែរឱនភាពនៅត្រង់ថា$500,000 លាននិងជាង$200,000 លានអញ្ចឹងវានៅតែមានឱនភាពដដែលសហរដ្ឋអាមេរិកទាមទារឲ្យចិនបើកជំហរទីផ្សារបន្ថែមទៀតដើម្បីនាំចូលផលិតផលនានាពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន
ដោយកុំរិតត្បិតកុំត្បិតត្បៀតផ្នែកទីផ្សារដោយដែលចិនបានធ្វើកន្លងមកនេះជាចំណុចធំដែលភាគីទាំងពីរអាចនឹងពិភាក្សាគ្នារឿងនេះហើយចំណុចមួយទៀតចំពោះភាពតានតឹងនៅត្រង់ថាពេលដែលសហរដ្ឋអាមេរិកបំផុសឲ្យមានជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិនដោយដំឡើងពន្ធក្នុងអត្រាខ្ពស់បែបនេះក៏ធ្វើឲ្យមានការសងសឹកគ្នាដែរសងសឹកនៅត្រង់ថាចិនក៏មានគោលចំហររឹងសហរដ្ឋអាមេរិកក៏មានគោលចំហររឹងសហរដ្ឋអាមេរិកចង់ឲ្យចិនបន្ទន់ចំហទៅលួងលោមខ្លួនក្នុងការបញ្ចុះពន្ធឲ្យនៅក្នុងអត្រាទាបប៉ុន្តែចិនមិនទៅលួងលោមហើយថែមទាំងមិននិយាយរកសហរដ្ឋអាមេរិកទៀតខណៈដែលសហរដ្ឋអាមេរិកជាអ្នកដំឡើងពន្ធពាណិជ្ជកម្មជាអ្នកបំផុសឲ្យមានសង្គ្រាមពាណិជ្ជកម្មវាទៅជាសហរដ្ឋអាមេរិកជាអ្នកលួងលោមចិនឲ្យទៅចូលតុចរចាដើម្បីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរវាងភាគីទាំងពីរទៅវិញដូច្នេះសរុបមកវិញមូលហេតុប្រធានបទសំខាន់ដែលភាគីទាំងពីរនឹងលើកឡើងនៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាលើកដំបូងនេះទំនងជាសហរដ្ឋអាមេរិកចង់សរែងជីងនៃអនុភាពពាណិជ្ជកម្មជាមួយចិនហើយចិនអាចនឹងលើកឡើងអំពីការបញ្ចុះពន្ធនៅក្នុងអត្រាជាកាតព្វកិច្ចពីសំណាក់សហរដ្ឋអាមេរិកទៅលើចិននឹងបាទជារួមថាតើគេសម្លឹងឃើញភាពវិជ្ជមានយ៉ាងដូចម្ដេចដែរនៅពេលដែលភាគីទាំងពីរចាប់ផ្ដើមចូលខ្លួនទៅកាន់តុចរចាជាលើកដំបូងនេះហើយបណ្ដាអ្នកជំនាញសេដ្ឋកិច្ចក៏ដូចជាវិនិយោគសកលកំពុងតាមដានយ៉ាងដូចម្ដេចជាមួយនឹងការជួបចរចាគ្នាជាលើកដំបូងនេះលោកសេរីបាទចំពោះផលវិជ្ជមានដែលកើតចេញពីការចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនស្ដីពីសង្គ្រាមពាណិជ្ជកម្មនេះគឺធ្វើឲ្យពិភពលោកសាទរខ្លាំងណាស់សាទរជាងគេគឺបណ្ដាប្រទេសនៅសហភាពអឺរ៉ុបរួមទាំងអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅសហភាពអឺរ៉ុបបានលើកឡើងថាតាមពិតទៅសង្គ្រាមពាណិជ្ជកម្មនេះមិនមែនកើតឡើងតែសហរដ្ឋអាមេរិកនិងប្រទេសចិនទេសង្គ្រាមពាណិជ្ជកម្មវាកើតឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសប្រមាណជាង180នៅលើពិភពលោកប៉ុន្តែគ្រាន់តែសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងជាសង្គ្រាមទ្រង់ទ្រាយធំហើយប្រទេសទាំងពីរនេះជាមហាអំណាចសេដ្ឋកិច្ចលេខ1និងលេខ2ដូច្នេះប្រសិនបើមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិននិងអាមេរិកវាមិនមែនប៉ះពាល់តែត្រឹមតែចិននិងអាមេរិកទេវាធ្វើឲ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចពិភពលោកទាំងមូលដែលអង្គការពាណិជ្ជកម្មពិភពលោក WTO បានលើកឡើងហើយថាសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងវាធ្វើឲ្យបាត់បង់សន្តិភាពធ្នាប់ពាណិជ្ជកម្មនៅទូទាំងពិភពលោកតែម្ដងដូច្នេះចំណុចល្អនៅត្រង់ថាប្រសិនបើភាគីចិននិងសហរដ្ឋអាមេរិកដែលជួបចរចាគ្នានៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅប្រទេសស្វីសហើយទទួលបានលទ្ធផលជាផ្លែផ្កាដោយភាគីទាំងពីរស្រុះស្រួលគ្នាវាអាចធ្វើឲ្យចរន្តពាណិជ្ជកម្មនៅលើពិភពលោកនោះមានសន្តិភាពធ្នាប់ឡើងវិញហើយភាពតានតឹងខាងផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរក៏ថយចុះវាធ្វើឲ្យផលប៉ះពាល់នានាខាងផ្នែកពាណិជ្ជកម្មលើប្រទេសនានានៅលើពិភពលោកដែលពឹងផ្អែកប្រទេសទាំងពីរនេះក៏មានអត្រាកាន់តែទាបដែរដូច្នេះមានន័យថាផលវិជ្ជមានប្រសិនបើត្រូវគ្នាទេគឺធ្វើឲ្យមានផលវិជ្ជមានខ្លាំងជាងគេកំណើនសេដ្ឋកិច្ចសកលនិងរបៀបរៀបរយសន្តិភាពធ្នាប់នៃពាណិជ្ជកម្មសកលគឺមានល្អឡើងវិញដែលរហូតមកដល់ពេលនេះសន្តិភាពធ្នាប់ពាណិជ្ជកម្មសកលមិនមានសន្តិភាពធ្នាប់កំណើនសេដ្ឋកិច្ចសកលក៏គ្មានភាពច្បាស់លាស់ដែរដូច្នេះហើយបើសិនមិនមានផលល្អក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងចិនដែលនឹងត្រូវធ្វើឡើងនៅប្រទេសស្វីសនេះបើមានលទ្ធផលល្អនោះពិភពលោកនឹងសាទរហើយថែមទាំងរីករាយទេបាទជាការពិតយើងនឹងបន្តតាមដានពីលទ្ធផលថាតើជំហានដំបូងនេះសហរដ្ឋអាមេរិកនិងចិននឹងសម្រេចបាននៅលទ្ធផលជាផ្លែផ្កាយ៉ាងណាខ្លះសម្រាប់កិច្ចចរចានេះមានអ្វីថ្មីនឹងជម្រាបជូនដល់ទស្សនិកជននៅពេលក្រោយអរគុណលោកស្រីអរគុណ